បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទនេះជាសកម្មភាពក្រុមការងារកំពុងតែដោះដូរក្បាត់វីស្តុងមួយឈុតបាទនៅអសង្ឃ018បងប្អូនបាទតែមានបញ្ហាហុយស៊ីប្រេងបាទបងប្អូនបាទជីមួយទឹកទៅ10ថ្ងៃគឺពីងអស់ហើយបាទអញ្ចឹងហើយម៉ូតូនេះដែរគឺបញ្ហាដែលខូចនោះគឺមកពីប្រេងបងប្អូនបាទនេះប្រេងវាខ្មៅស្អិតមែនតែនបាទស្អិតខាសជាប់ស្នឹមណាអញ្ចឹងយើងសាកសួរម្ចាស់ឃើញថាគាត់ប្រាប់ថាមួយខែគាត់ដូរទៀងមួយខែម្ដងអញ្ចឹងណាបងប្អូនបាទហើយដូរសិតតែល្អ20000ជាងអញ្ចឹងទៅបាទអញ្ចឹងអានេះយើងមិនបន្ទោសពីណាទេបាទដោយសារគាត់ប្រើប្រាស់ប្រេងហ្នឹងប្រហែលជាចំរបស់ខ្លែងខ្លាយឬក៏ប្រេងអត់គុណភាពអញ្ចឹងណាបាទធ្វើឲ្យវាកម្មទៅលើក្បាត់វីស្តុងខ្លាំងមែនតើបងប្អូនបាទកម្មឡើងខ្មៅកាន់កែលក្នុងប្លុកក្បាលកន្លែងហ្នឹងគឺបាទខ្មៅអ៊ីចបាទអញ្ចឹងយើងមើលជាក់ស្ដែងនេះខ្មៅកាន់កែធ្វើឲ្យកវ៉ាត់ងាប់អស់ហើយបងប្អូនបាទកវ៉ាត់ហ្នឹងបាទវាខូចអស់បាទអញ្ចឹងយើងសៃមួយគ្រាប់សម្រាប់ម៉ូតូនេះគឺសៃឡើង025នៅវីស្តុងស៊ីនដដែលបងប្អូនបាទនេះបាទសៃមួយគ្រាប់ក៏អត់ដែរសៃទេដោះលើកទី1អញ្ចឹងនេះក្បាលកន្លះបងប្អូនមើលបាទខ្មៅហ៎បាទខ្មៅមែនតែនកម្មខ្ជូងច្រើនណាបងប្អូនបាទអញ្ចឹងយើងសៃមួយគ្រាប់សម្រាប់ម៉ូតូនេះបាទសៃសេមីដូរវីស្តុងកវ៉ាត់មួយឈុតឥឡូវយើងរៀបចូលបដាឲ្យបងប្អូនបាទនេះបាទអញ្ចឹងសៃក៏ដោយផ្លាស់សេមីក៏ដោយឲ្យតែយើងថែទាំក៏បានយូរដែរបងប្អូនសៃក៏ដោយបាទអាសាដូរប្រេងនឹងល្អបន្តិចណាបាទកុំចេះតែជឿតាមគេអានេះល្អនោះល្អខូចម៉ូតូអស់បាទយើងមើលខ្លួនឯងប្រើបាទយើងផ្សើមប្រេងរំអិលទៅលើក្បាត់វីស្តុងបន្តិចដល់យើងដាក់បញ្ចូលវិញហើយសម្រាប់ម៉ូតូនេះបាទអញ្ចឹង018នេះគឺកត់ជីថែដែរបងប្អូននៅស្អាតបាទប៉ុន្តែដោយសារប្រេងកាត់ការប្រើប្រាស់ប្រេងហ្នឹងគាត់មិនសូវដឹងហើយប្រេងណាសុទ្ធអញ្ចឹងបងប្អូនបាទធ្វើឲ្យប៉ះពាល់ទៅលើក្បាត់វីស្តុងវាឡើងកម្មខ្ជូងខ្លោចហើយមួយទៀតសញ្ញានេះបងប្អូននេះដាក់សញ្ញា IN ហ្នឹងគឺយើងដាក់បែរទៅលើអញ្ចឹងមកបាទដោយសារវីស្តុងយើងធ្វើចលនារៀងបញ្ឆិតអញ្ចឹងគេឲ្យយើងដាក់ហ្នឹងទៅលើតាមស្តង់ដារបាទដើម្បីឲ្យវាធ្វើការស្រួលហើយប្រើបានយូរអញ្ចឹងបងប្អូនបាទឥឡូវយើងដាក់ភូមិក្បាលកន្លះចូលវិញហើយបាទសម្រាប់តូននេះយើងធ្វើការថ្លឹងតង់រឹតសប៉ាប់បាទថ្លឹងតង់បច្ឆេះត្រឹមត្រូវបាទហើយយើងធ្វើការរឹតសម្រាប់ខ្ចៅបាទកុំឲ្យភ្លេចអសោះបាទខ្ចៅក្នុងឥឡូវយើងវាស់កម្រិតសប៉ាប់វាសប៉ាប់អសង22ចុះក្រោមគឺ0.05 មីលីម៉ែត្របូកដក2បងប្អូនបាទណាបាទនេះអញ្ចឹងយើងធ្វើការរឹតឲ្យការកម្រាស់នោះដើម្បីឲ្យវាជីស្រួលស្ទុះអញ្ចឹងបងប្អូនរួចរាល់បាទឆេះស្ដាប់ម៉ាស៊ីនមើលគឺថាអែមស្ងាត់បងប្អូនបាទនេះមើលបូមប្រេងមកអីដំណើរការធម្មតាបាទវីដេអូហ្នឹងក៏ដល់ទីបញ្ចប់ទេបងប្អូនបាទអរគុណច្រើនមែនទែនបងប្អូនដែលតែងតែបាទតាមដានវីដេអូទាំងអស់គ្នាបាទ